គ្រប់ជំរាបសួរបងប្អូននៅក្នុងបណ្ដាញសង្គម YouTube ថ្ងៃនេះអបសុកបងប្អូនចង់ធ្វើវីដេអូមួយវីដេអូទៀតខែភ្លឺល្អបងប្អូនខែភ្លឺល្អថ្ងៃហ្នឹងមើលសារព័ត៌មានថៃវិញបាក់ទំនំទឹកចៅប្រយ៉ារងគ្រោះ70ខេត្តយើងប្រលើសតិចចុះហើយស្ដេចថៃទៅចិនបងប្អូនបងកងកម្លាំង18នាក់ថានឹងដោះលែងថ្ងៃ12ចាំមើលព្រឹត្តិការណ៍ផ្សេងទៀតទៅចិនថ្ងៃ12 13បងកងកម្លាំងដោះលែងថ្ងៃ12ចាំមើលលិចលងបាក់ទំនប់ទឹកប្រទេសអ្នកមានបងប្អូនប្រទេសអ្នកមានរុនហើយមួយបងប្អូនមើលនេះបើចុះកដាលតបមកដូចមានរុនហើយមួយទៀតទំនងតាបោះតខ្លួនបងប្អូនបោះតខ្លួនសង្ស័យវាទៅចិនវាមិនអស់ចិត្តទេបងប្អូនអើយស្ដេចថៃវាមិនអស់ចិត្តទេវានៅតែមិនអស់ចិត្តទេថាវាយយកតែយកអត់បានហើយថែមទាំងបរាជ័យហើយបាត់បង់ទៀតវាមិនអស់ចិត្តបងប្អូនវាមិនអស់ចិត្តហើយនាយករដ្ឋមន្ត្រីវានោះធ្វើបាតកម្មទៀតបងប្អូនធ្វើបាតកម្មចុះចេញពីតំណែងហើយទេអ្នកមានហើយញ៉ៃបងប្អូនទេអ្នកមានណាកុំឲ្យប៉ះទឹកដីកដាលប្រាប់ហើយអត់ស្ដាប់ដែនដីកដាលបើទេវតាក៏តាមថែរក្សាដែរវាបាត់បង់ដែនកដាលនឹងបាត់បង់វាប៉ះដល់នឹងឋានទេវតាទាញទាំងឋានព្រំដល់ពេលអញ្ចឹងមិនខំជួយទប់គ្នាខំជួយទប់គ្នា
ថៃវាចាញ់ចិត្តទេបងប្អូនវាចាញ់ចិត្តយើងធ្វើអីក៏ចាញ់ធ្វើអីក៏ចាញ់តែវាយគ្នាក៏ចាញ់ទៅអាសត្វសៀមនឹងវាសណ្ដានវានឹងសណ្ដានចោលហ្មងតចំនួនសណ្ដានតចំនួនចឹងបានដូនតាយើងផ្ដែផ្ដាំមកថាសៀមរាបសៀមរាបសៀមវារៀបមកវាយរៀបទុកឲ្យកូនចៅចំនួនក្រោយស្ដាប់តចំនួនមកមើលស្ដេចចិនទៅអីស្ដេចថៃទៅជា50ឆ្នាំម្ដងទៅណាយអំនួតអួតក្អេងក្អាងឥឡូវចេះខ្នះខ្នែងដែរចេះខ្នះខ្នែងស្វេស្វាដែរចេះស្វេស្វាខ្ញុំសង្ស័យមានគម្រោងការអីទៀតហើយបងប្អូនទិញសមទិញអីហ្នឹងឬតែចិនគម្រោងជីកស្អីគេនឹងជីកប្រែជីកអីថៃមានប៉ុណ្ណឹងចុងបងប្អូនជជែកពីនេះតិចចែកពីនោះតិចទៅតាមពិតមានលុយបងប្អូនមានលុយទៅមិនតាន់ថាចេះតែអត់បានទិញអីវ៉ាន់ថ្មីចែកបងប្អូនមើលស្អែកអីចុះតម្លៃវត្ថុស័ក្តិសិទ្ធិខ្លះឃើញបងប្អូនណាស្រឡាញ់ព្រះអង្គនេះបងប្អូនជីវថ្លៃពេកបងប្អូនជីវថ្លៃពេកចង់វាបានឹងចែករំលែកឲ្យបងប្អូនមិនកំណាញ់ទេបងប្អូនមិនកំណាញ់ទេបើខ្លះយើងយកមកវាថ្លៃដែរអញ្ចឹងមានប៉ុណ្ណឹងចុះបងប្អូនជម្រាបលាជួយ like បងប្អូនមួយផងឃើញបានធ្លុះធ្លាយដល់គេដល់ឯងដែរ